សួស្តីអ្នកនរគ្នាខ្ញុំឆេស៊ីត្រឡប់មកវិញហើយមកបន្តសាច់រឿងយើងទៀតតពីពាក្យមុនគឺនៅពេលដែលអូនយុកនោះបានធ្វើរឿងដែលស៊ូអេគិតថាអូនយុកមិនអាចធ្វើគូបញ្ជាក់ផងដែរថាថើបនេះគឺមិនមែនថើបលេងទេគឺថើបយកមែនតែនតពីថើបគ្នាហើយហ្នឹងគេឆ្លៀតសម្លឹងមុខគ្នាទៀតស៊ូអេយកគាត់ភ័យពេកគាត់ថាអីគេហ្នឹងហេតុអីហើយអូនយុកពេលគេសួរអញ្ចឹងភ័យដែរក៏ទៅទាញខ្សែអាវហូឌីរបស់ស៊ូអេហ្នឹងបិទមុខស៊ូអេចិត្តហើយក៏និយាយថាខ្ញុំអាចថើបយើងបានអញ្ចឹងហើយកុំចេះតែនិយាយប្រេះផ្ដាស់កុំឲ្យស៊ូអេហ្នឹងចេះថាអូគ្មានណាគេចង់ថើបខ្លួនអីចឹងថាអូនយុកហ្នឹងគឺថើបបានអត់អីទេនិយាយប៉ុណ្ណឹងហើយអូនយុកហ្នឹងគឺដើរចេញរៀងខ្មាស់ដែរហើយក៏ហៅស៊ូអេឲ្យដើរតាមខ្លួនមកស៊ូអេហ្នឹងស្លឹងទៅកាន់អូនយុកហ្នឹងដូចជាមិនសូវជាយល់សោះហេតុអីបានអាគាត់ហ្នឹងមកថើបខ្លួនអញ្ចឹងសំខាន់ណាស់ជាអ្នកថើបគេមុនហើយប៉ុន្តែធ្វើខ្លួនឡើងធម្មតាយកហ្មងបន្ទាប់ពីមានរឿងហ្នឹងកើតឡើងហើយស៊ូអេត្រឡប់មកផ្ទះហ្នឹងណាខ្លួនហ្នឹងក៏ទៅ search នៅក្នុងអ៊ីនធឺណិតថាមានន័យបែបម៉េចដែលយើងទៅថើបនរណាម្នាក់ដែលយើងនឹងអត់ចាប់អារម្មណ៍សោះហើយគាត់ក៏ឃើញ topic គេនិយាយទាក់ទងនឹងរឿងហ្នឹងជាច្រើនហើយក៏មាន comment គេនិយាយថាគេក៏មានមិត្តភក្តិប្រុសដែរហើយគេធ្លាប់នឹងថើបគ្នាជាមួយនឹងម្នាក់ហ្នឹងទៀតប៉ុន្តែម្នាក់ហ្នឹងគឺអត់មានអារម្មណ៍អីជាមួយខ្លួនទេស៊ូអេហ្នឹងអង្គុយអាន comment មួយហើយឡើង stress ហ្មងគាត់អត់យល់ទេថាអីបានជាគាត់ហ្នឹងមកអង្គុយធ្វើរឿងអស់ហ្នឹងស្រាប់តែពេលនោះស៊ូអេហ្នឹងក៏អស់កាត់ផុសមួយដែលគេបានលើកឡើងថាមនុស្សប្រុសមិនចេះតែថើបនរណាគេផ្ដេសផ្ដែគឺច្បាស់ហ่าម្នាក់ហ្នឹងថើបយើងណាដោយសារតែគាត់ហ្នឹងយ៉ាងហើយណាក៏មានការចាប់អារម្មណ៍មកលើយើងបន្តិចបន្តួចដែរស៊ូអេកាំងឆ្កឹងគ្រាន់តែឃើញគេនិយាយពីរឿងហ្នឹងភ្លាមខ្លួននេះក៏ស្រែកចាចហើយបើអូនយកនៅផ្ទះខ្លួនហ្នឹងក៏មិនមែនស្ងប់សក់អីដែរនិយាយទៅគឺដូចតែស៊ូអេកំពុងតែគិតដោយសារតែអ្នកទាំងពីរហ្នឹងបានធ្វើរឿងចឹងហើយអញ្ចឹងមានន័យថាផែនការហ្នឹងត្រូវរំសាយចោលហើយត្រូវអត់ពីអ្នកហ្នឹងគិតចោះគិតឡើងហ្នឹងងួយអៀនបកាច់បកិនរៀងខ្លួនណោះស៊ូអេនៅបកាច់ពេញពុកហើយអូនយកកូនប្រុសខ្ញុំឲ្យគាត់អត់បកាច់ទេប៉ុន្តែគាត់ស្ទុះឡើងឈរចងើយកហ្មងនិយាយទៅម្នាក់ឥឡូវហ្នឹងគឺអារម្មណ៍គឺវល់ខ្លាំងមែនតែនហើយភ្លាមអ្នកទាំងពីរហ្នឹងក៏នឹកឃើញរឿងម្នាក់មួយអញ្ចឹងណាដោយស៊ូអេហ្នឹងគឺនឹកឃើញទៅទាញទូរស័ព្ទមកមើល love point របស់ខ្លួនហើយអូនយកយើងវិញគាត់ក៏ទាញរូបថតដែលខ្លួនហ្នឹងបានថតជាមួយនឹងស៊ូអេគ្រាន់តែសន្លឹងមើលរូបថតហ្នឹងអូនយកហ្នឹងក៏ភ្លេចខ្លួនញញឹមម្នាក់ឯងគ្រាន់តែចាប់បានថាខ្លួនឯងញញឹមភ្លាមហ្នឹងគឺភ្ញាក់ហ្មងគិតថាអូយខ្លួនហ្នឹងគឺប្រហែលជាមិនអាចលាក់អារម្មណ៍ខ្លួនឯងបានទៀតទេមើលទៅហើយចំណែកអាស៊ូអេយើងពេលដែលគាត់ឆែកទៅលើ love point របស់ខ្លួនហ្នឹងក៏ឃើញថាឡើងមួយឃើញហើយដូចថាមិនអស់ចិត្តក៏ប្រឹងព្យាយាមបិទបើកតែក៏នៅតែឃើញថាជាលេខ1ស៊ូអេណាលោតកឆេងអយកបដ ாய் ព្រោះថាដឹងហើយថាអូនយកហ្នឹងគឺបានដំឡើង love point របស់ខ្លួនអញ្ចឹងហើយស៊ូអេហ្នឹងគាត់នឹងចាប់ផ្ដើមកែសម្រួលផែនការរបស់គាត់ម្ដងណាគឺលែងថាគេទៅលើមីនូហើយគឺបដូរមកលើអូនយកយើងវិញម្ដងកាត់ពីរឿងហ្នឹងមកគេក៏និយាយពីសាលារៀនដែលស៊ូអេហ្នឹងរៀនរាល់ថ្ងៃដោយសាលារៀនហ្នឹងគឺមានច្រកចេញចូលចំនួន4មានច្រកទ្វារមុខទ្វារក្រោយទ្វារសងខាងហើយនឹងច្រកចុងក្រោយហ្នឹងគឺជាប្រហោងមួយហើយច្រកទី4ហ្នឹងគឺគ្មាននរណាគេដឹងក្រៅពីសិស្សទេសូម្បីតែគ្រូក៏អត់ដឹងដែរហើយច្រកមួយហ្នឹងគឺទូចមែនតែនទំហំវាគឺប្រហែលជាប៉ិនឆ្មាអីទេអញ្ចឹងហើយបើនរណាគេត្រូវលួនចេញតាមហ្នឹងកៅអៅរបស់ពួកគេហ្នឹងនឹងប្រឡាក់អញ្ចឹងហើយសិស្សហ្នឹងគឺគាត់ប្រើច្រកហ្នឹងតែពេលដែលគាត់ហ្នឹងត្រូវការចេញទៅទិញអីខាងក្រៅអញ្ចឹងណាហើយស៊ូអេគាត់ត្រូវសម្រេចចិត្តប្រើច្រកមួយហ្នឹងទាំងប្រឡាក់ខ្លួនហ្នឹងដោយសារតែថ្ងៃហ្នឹងគឺគាត់បានផ្លេចសម្ភារៈគំនូរបស់គាត់ហើយពេលដែលស៊ូអេត្រឡប់មកវិញគាត់ហ្នឹងក៏ឆ្លៀតទិញតារ៉ោះគោទិញអីមកផឹកដើរតាមផ្លូវអញ្ចឹងណាជ្រុលលួចចេញមកក្រៅហើយក៏ទិញនេះទិញនោះអញ្ចឹងទៅហើយដើរតាមផ្លូវហ្នឹងក៏ចែកដន្យជូនគ្នាហ្នឹងជួបជាមួយនឹងអូនយកហើយនឹងមិត្តភក្តិគេ2នាក់ទៀតស៊ូអេគ្រាន់តែឃើញ3នាក់ហ្នឹងភ្លាមគឺគាត់ទាយដឹងហើយថា3នាក់ហ្នឹងប្រកាសជាកិច្ចបាយសាលាដោយសារតែបាយសាលាហ្នឹងវាអត់ឆ្ងាញ់ពេលនោះអូនយកគាត់ក៏ងាកមកប្រទះភ្នែកជាមួយនឹងស៊ូអេអ្នកទាំងពីរហ្នឹងក៏សម្លឹងមុខគ្នាបន្តិចអូនយកហ្នឹងក៏ងាកមុខចេញស៊ូអេឃើញអូនយកធ្វើចុងគឺគាត់ធូរទ្រូងខ្លាំងមែនតើដោយសារតែគាត់ហ្នឹងគឺពិបាកធ្វើចិត្តធ្វើអារម្មណ៍មែនតើដោយសារតែដូចដឹងហើយយើងមានរឿងអីកើតឡើងហើយស៊ូអេគឺគាត់ដឹងច្បាស់ណាស់នៅពេលដែល love point របស់គាត់កើនឡើងគឺគាត់ដឹងថាប្រកាសជាអូនយកហ្នឹងជាអ្នកធ្វើឲ្យវាឡើងបានជាស៊ូអេហ្នឹងគាត់បានបដូរ target របស់គាត់ពីមីនូមកអូនយកវិញតែពេលដែលរឿងហ្នឹងកើតឡើងហើយគឺម្នាក់ហ្នឹងគឺរៀងពិបាកនិយាយរកគ្នាមែនតើស៊ូអេហ្នឹងក៏មានអារម្មណ៍ចឹងហើយស៊ូអេក៏ដឹងថាអូនយកប្រកាសជាមានអារម្មណ៍ហ្នឹងដូចគ្នាដើរហ្នឹងសពតលូសំលេងលោកគ្រូស្រែកអូពួកឯងធ្វើស្អីហ្នឹងពួកឯងពេលដែលស៊ូអេងាកមកលោកហើយលោកគ្រូរត់ឡើងច្បាញ់ជើងមកកាន់ពាត់ទៀតសួរថាសិស្សណាមិនភ័យស៊ូអេគាត់ថាអូយមិនកើតទេគាត់ត្រូវតែរត់ទៅលឿនកុំឲ្យគ្រូនឹងចាប់បានប៉ុន្តែពេលដែលគាត់បាត់ហើយគាត់ឃើញថាមិត្តភក្តិអូនយកកំពុងតែឈ្មោលក្បាលទៅដើមគ្នាចូលរុនមួយហ្នឹងស៊ូអេថាអូយមិនកើតទេចប់ហើយជីវិតអញពេលនេះមានតែបកគោខ្លួនឲ្យគ្រូទេហើយលើតែគ្រូសែកពេលក្រោយថាពួកឯងមកនេះភ្លាមពួកឯងចង់ទៅណាស្រាប់តែពេលហ្នឹងក៏មានដៃនរណាម្នាក់ហ្នឹងអស់ទៅពូននៅកលៀតគុំព្រៃមួយហើយចំណែកដែលមិត្តភក្តិអូនយក2នាក់ហ្នឹងអូយគឺថាត្រើគ្នាចូលឡើងទៅក៏ចូលទៅបាត់រួចខ្លួនរត់ទៅនឹងក៏ឆ្លៀតសុំទោសអូនយកដែរធ្វើមិនទេពួកម៉ាមានសុករុំសុកមានទុកអញរត់ចោលហើយគ្រូ
គ្រូមកដល់ចោតគេបួឯងហ៊ានណាស់រត់ឯងហើយអាណាគេក៏ទៅនេមកធ្វើជីករុនប្រហោងនឹងជាងនេះហើយមើលពីអ្នកយើងនេះគ្មានរត់ទៅណាឆ្ងាយទេពួនគុំព្រៃក្បែរហ្នឹងពេលនោះណាអូនយកយើងនេះឡើងចាប់បិទមាត់កូនស្រីគេដោយសារតែមិញហ្នឹងគឺបថុចញាត់ខ្លាំងពេកយកអត់បានចាប់អារម្មណ៍ទេថាអាចនឹងចេញជាកាយវិការបែបហ្នឹងហើយតំណតែដឹងខ្លួនហ្នឹងក៏បញ្ញាប់ដកដៃចេញនិយាយទៅដកដៃតែចេញពីមាត់តែនៅអោបគ្នាធម្មតាអីចឹងណាកូនប្រុសខ្ញុំក៏និយាយថាសុំទោសស្រាប់តែពេលហ្នឹងយើងឃើញថាបរិសង្ហាដូវ៉ាក៏នៅនឹងដែរស្រាប់ល្អូលងើថាវ៉ាវអញចាប់ហើយពីរអ្នកនេះនៅក្បែរគ្នាកំពុងអោបគ្នាឡើងកាំងទៅជាសិលាខ្លួននោះក៏បញ្ញាប់ច្រានគ្នាចាញ់យីអត់បានទេមកឃើញក្នុងកាយវិការចឹងដូវ៉ាហ្នឹងក៏និយាយមកថាហើយពីរអ្នកឯងឥឡូវពងធ្វើម៉េចនេះតែសារតែពីរអ្នកឯងឥឡូវណាខ្ញុំអត់អាចទៅសាលាបានទេដូចយើងដឹងហើយថាដូវ៉ាហ្នឹងមករៀនមិនដែរតន់ទេគឺមកគេចូលរៀនឡើងម្នាក់ហើយគាត់ទៅមកអីចឹងណាតែពេលសិស្សល្អពេកទៅអត់ហ៊ានចូលតាមលបងមុខលបងក្រោយលបងចំហៀងអីទេគឺតាមរុនប្រហោងនឹងដូចគ្នាទេអារុនឆ្មាហ្នឹងពីរអ្នកនេះគ្រាន់តែលឺអញ្ចឹងហើយមិនមកបន្ទោសពីរអ្នកគាត់វិញខ្លួនឯងទៅមករៀនស្មើហ្នឹងសោះពេលនងដូវ៉ាហ្នឹងក៏ទៅទាញអូនយុកចេញពីគុំស្មៅហើយនិយាយថាអូនយុកហ្នឹងត្រូវតែទទួលខុសត្រូវពេលដែលចាប់អូនយុកបោះចេញមកក្រៅហ្នឹងគ្រូហ្នឹងក៏មើលឃើញគាត់ហ្នឹងក៏ថាភ្លាមពូននៅហ្នឹងឯងមកម៉ណេះភ្លាមអូនយុកនេះក្តៅតិចអីសឡក់ថ្មែដូវ៉ានេះបាយអូនយុកខំថាចង់លេងមួយគាត់ផងគ្រូនោះគាត់ស្គាល់គាត់ថាអូនយុកមកនេះភ្លាមអូនយុកថាបាទលោកគ្រូមាត់និយាយបាទទេប៉ុន្តែពេលនោះក៏ដើរទៅទីងក្បួយកដូវ៉ាហ្នឹងចាញ់មកដែរគ្រូគាត់តែឃើញដូវ៉ាភ្លាមម៉ួយដុំមកថាដូវ៉ាទៅមករៀនស្មើនឹងហែងមករៀនស្មើនឹងមែនសម្រាប់សម្រួលមកគឺពីរអ្នកហ្នឹងគឺត្រូវពីនៃទាំងពីរស៊ូអេជឿតកាថាគ្រូមិនបានចាប់អារម្មណ៍មកខ្លួនហ្នឹងក៏ព្យាយាមរត់ឲ្យលឿនមែនតែតាមទៅដោយពីរអ្នកហ្នឹងគឺមើលទៅហើយនោះទៅហើយស៊ូអេយើងគឺមិនឲ្យខកបំណងទេជ្រុលជាគេលះបង់ហើយគាត់ហ្នឹងត្រូវតែរត់ឲ្យលឿនរត់ហ្នឹងគឺរត់អត់មានងាកក្រោយទេទៅហើយបាយរំលងផុតមកហ្នឹងក៏ដល់ម៉ោងចូលរៀនល្មមអ្នកគ្រូចូលមកថាពួកឯងហ្នឹងអត់មានលឺកណ្ដឹងចូលរៀនទេចូលអង្គុយរៀនភ្លាមហើយស៊ូអេហ្នឹងក៏ចាប់អារម្មណ៍ថាអូនយុកហ្នឹងគឺអត់ទាន់មកវិញទេហើយកណ្ដឹងហ្នឹងគឺរោយូរហើយមិនមែនតែរោទេពេលហ្នឹងខ្លួនក៏លឺស្រីនិយាយគ្នាថាឃើញដូវ៉ាអូនយុកហ្នឹងកំពុងតែអាវ៉ាង់នៅមុខបន្ទប់គ្រូស៊ូអេលឺហើយភ្ញាក់ព្រឺថាចំគ្រូឲ្យអាវ៉ាង់មែនពីរអ្នកហ្នឹងហើយស្រីពីរអ្នកមិត្តភក្តិគេនិយាយថាអូយពីរអ្នកហ្នឹងចម្លែកមែនព្រោះពីរអ្នកហ្នឹងគឺអត់សមថាស្គាល់គ្នាទេហើយមិនបានទទួលពីនៃពីរអ្នកចឹងអ្នកស្រីនោះក៏ថាអូយខ្ញុំហ្នឹងគួរតែទៅបបាយប្អួយអត់ទេខ្ញុំចង់ទៅអាវ៉ាង់នៅក្បែរពីរអ្នកហ្នឹងណាហើយសំខាន់មិត្តភក្តិគេគឺ support ទៀតថាហ្នឹងហើយ friend បាយប្អួយហ្នឹងទៅដឹងតែបានទៅអាវ៉ាង់ក្បែរគ្នាហើយនិយាយទៅពួកម៉ាក់គេនេះឲ្យតែបានក្បែរប្រុសស្អាតស្អីក៏ទៅរួចដែរពេលហ្នឹងស៊ូអេក៏មានអារម្មណ៍អត់ល្អដោយសារតែគាត់ក៏ជាអ្នកធ្វើខុសម្នាក់ដែរប៉ុន្តែគាត់រួចខ្លួនភ្លាមស៊ូអេនឹងក៏ស្រែកថាអ្នកគ្រូខ្ញុំសុំទៅបន្ទប់ទឹកមួយស្រាប់អ្នកគ្រូប្រាប់ថាអត់ទេបើយើងចង់ទៅគឺទៅនៅពេលម៉ោងសម្រាកតែកូនស្រីខ្ញុំគឺគាត់ពូកែសម្ដែងណាគាត់ធ្វើជាទឹកភ្នែកអលីងលងថាសុំវ៉អ្នកគ្រូនេះបេះដូងទុនមកឃើញអត់បានអុយទៅចាស់កូនស្រីគាត់តែអ្នកគ្រូឲ្យចេញហ្នឹងគឺរត់ហុយដីទៅលោមដើម្បីទៅមើលពីអ្នកហ្នឹងហើយទៅហ្នឹងក៏មិនដៃតទេដែរក៏មានដាក់ត្រោះគោទៅតាមខ្លួនអញ្ចឹងណាមកដល់ពីអ្នកហ្នឹងកំពុងតែវ៉ាងមែនហើយក៏លឺសំឡេងសម្រាប់ជើងរបស់ស៊ូអេយើងគឺប្រឹងរត់មកឡើងហត់យកមកដូវ៉ាគ្រាន់តែឃើញជន់ក្បត់មកហើយដូវ៉ាហ្នឹងក៏និយាយមកអូនយកថាមិញមានឃើញនាងរត់អត់ដូវ៉ាថាអូយរត់ឡើងអត់ឃើញជើងហ្មងរត់លឿនមែនតាននិយាយទៅពីអ្នកហ្នឹងគឺញ៉ាស់ស៊ូអេដោយសារខ្លួនហ្នឹងគឺរត់យកទៅរួចខ្លួនម្នាក់ឯងស៊ូអេក៏ថាអើយអូខេឥឡូវខ្ញុំសុំទោសដែលខ្ញុំរត់រួចខ្លួនម្នាក់ឯងប៉ុន្តែមិនគិតថាអញ្ចឹងល្អទេបើសិនជាក្នុងចំណោមយើងម្នាក់ហ្នឹងរួចខ្លួនអញ្ចឹងហើយគិតថាអ្នកទាំងអស់គ្នាសប្បាយចិត្តមែនបើសិនជាឃើញខ្ញុំហ្នឹងនៅអាវ៉ង់ជាមួយអ្នកទាំងអស់គ្នាដូវ៉ាលឺឲ្យថាវ៉ាវ so respect អូនយកថាស៊ូអេហ្នឹងគ្មានអារម្មណ៍ថាដឹងខុសបន្តិចហ្មងណាស៊ូអេមកហ្នឹងក៏មិនមែនមកដៃតទេដែរគាត់ហ្នឹងក៏បានវិចត្រោះគោមកផ្ញើអញ្ចឹងណាម្ដងគេហត់ឲ្យពីរអ្នកហ្នឹងធ្វើស៊ីសើដូចគោពាក់ឡាំងស៊ូអេថានេះយកមិញខ្ញុំប្រាប់អ្នកគ្រូថាខ្ញុំមកបន្ទប់ទឹកឯងអញ្ចឹងខ្ញុំមិនអាចនៅយូរបានទេអញ្ចឹងហើយយកត្រោះគោហ្នឹងផឹកទៅហើយព្យាយាមមកវងឲ្យបានល្អណាអូខេហើយខ្លួនហ្នឹងក៏តម្លាក់ត្រោះគោហ្នឹងហើយរត់ទៅបាតបាយស៊ូអេទៅបាតណាពីរអ្នកនេះក៏សម្លឹងទៅមើលត្រោះគោមួយហ្នឹងដូវ៉ាមិនខ្វល់ក៏បកត្រោះគោហ្នឹងផឹកអូនយកឃើញអញ្ចឹងក៏ថាហើយហែងផឹកមែនទេដូវ៉ាលឺចឹងយីអានេះណែបើថាយើងមិនផឹកទេឲ្យខ្ញុំមកខ្ញុំផឹកអូនយកដល់ពេលឃើញគេផងតដើមខ្លួនអញ្ចឹងក៏ឆក់មកវឹបថាអត់ទេផឹកបានផឹកខ្លួនឯងដូវ៉ានេះចង់ឆ្ងល់ដែរថាអញ្ចឹងក៏អញ្ចឹងហើយអូនយកក្របបែកដូវ៉ាក្របមីនហ្នឹងក៏ផឹកត្រោះគោហ្នឹងនៅពីរអ្នកហ្នឹងទៅនិយាយទៅពីរអ្នកហ្នឹងគឺសំជា best friend នឹងគ្នាខ្លាំងមែនតើនិយាយទៅមិត្តភាពពីរអ្នកហ្នឹងគឺដូចជាមិត្តភាពថៃខ្មែរចឹងឆ្លាញ់គ្នាខ្លាំងមែនតើណា
ហើយសួរអីបើយើងដោយសារតែគាត់បានបដូរ target របស់គាត់ហើយពេលហ្នឹងគឺគាត់ឡើងខ្វល់មួយ menu ហើយពេលហ្នឹងគឺគាត់ជ្រើសយកអូនយកហើយជាអ្នកដែលតំណាង love point របស់ខ្លួនបីជាសួរអេហ្នឹងគំរុកគំរើយមិនខ្វល់ជាមួយ menu ក៏ដោយក៏វាមិនអាក្រក់ស្មើរឿងដែល menu ធ្វើដាក់ខ្លួនផងហើយពេលហ្នឹងសួរអេគឺមានការគិតមួយផ្សេងទៀតកាត់មកដល់ទីប្រជុំជនណែពេលហ្នឹងយើងឃើញថាដូវ៉ាហ្នឹងកំពុងតែឈរជាមួយនឹងក្រុមអត់ប្រយោជន៍ដើរលេងរបស់គេហ្នឹងឈរនិយាយគ្នាសើចអញ្ញឹមសុកហ្នឹងក៏ងាកទៅឃើញសួរអេហ្នឹងកំពុងតែដើរនៅកន្លែងហ្នឹងដែរមើលទៅកំពុងតែដើររកទិញអីវ៉ាន់អីចឹងហើយដើរហ្នឹងគឺដើរតែម្នាក់ឯងទេដូវ៉ាឃើញចឹងគាត់ក៏ប្រាប់ពួកម៉ាក់គាត់ថាគាត់ទៅហើយពួកម៉ាក់គាត់ហ្នឹងគឺអត់យល់ហ្មងថាតែអ្នកផ្សេងហ្នឹងគេអត់ទាន់មកដល់ណាប្រញាប់ទៅណាតែដូវ៉ាហ្នឹងគាត់ថាអត់អីដើរលេងចាំមិនមានខ្ញុំទេតែគ្នាដូវ៉ាអត់សូវសប្បាយចិត្តដោយសារតែពេលប្រពន្ធអ្នកផ្សេងមកលេងហ្នឹងគេមកលេងដោយសារគេឮថាមានដូវ៉ានៅហ្នឹងបានគេមកហើយឥឡូវដូវ៉ាហ្នឹងទៅណាបាត់ពេលនោះយើងឃើញថាទូស្រីយើងគឺគាត់មកចូលក្នុងហាងលក់វត្ថុអនុស្សាវរីយ៍មួយដូវ៉ាហ្នឹងក៏ដើរទៅចិត្តកេស្មាស៊ូអេហើយខ្លួនក៏បានយកទឹកកតាមកបាំងមុខហើយស៊ូអេយើងក៏អត់មាននិយាយអីដោយសារតែគាត់មិនដឹងអាចឈួតណាមកប្លែកកេះខ្នងឲ្យបាំងមុខនេះតដូវ៉ាហ្នឹងងាកមុខចេញថាបានស៊ូអេថាអូដូវ៉ាដូវ៉ាឆ្ងល់ក៏ស៊ូទៅថាហេតុអីបានមកនៅនឹងតែម្នាក់ឯងអញ្ចឹងហើយស៊ូអេក៏ថាគាត់មកដើរលេងមើលរបស់នេះនោះអញ្ចឹងហើយដូវ៉ាហ្នឹងមករើអីដែរហើយដូវ៉ាថាខ្ញុំមកហ្នឹងដើម្បីដើរលេងជាមួយយើងសំខាន់ណាស់ញញឹមផ្កាតគួនទៀតស៊ូអេយើងឡើងអត់យល់ហ្មងអត់មានអានអញ្ជើញហ្នឹងគាត់ហ្នឹងក៏សួរទាំងគៀងថាជាមួយខ្ញុំហ្នឹងហើយស៊ូអេយើងក៏មិនប្រកែប្រកាន់ណាគាត់ហ្នឹងក៏ទៅទាញវ៉ែនតាចៅសមុទ្រមកពាក់ឲ្យមិនចេញពួកចៅសមុទ្រទេទៅជិះចេញអ្នកវះកលៀនស៊ូដូវ៉ាថានេះមិនដែរនេះមើលហើយដូវ៉ាយើងស្ងាត់ក៏ទៅទាញសក់ឆេះណាមកពាក់នេះសំខាន់ពាក់ឲ្យចៃដន្យអីមានសិស្សសាលាផ្សេងគេចូលមកទិញអីដែរចូលមកគេភ្ញាក់បាសសក់ជ្រងចូលមកមិនតាន់បានទិញស្អីផងណាឃើញចឹងអីរត់មិនដឹងអាចឈួតណាបងស៊ូអេដល់ពេលឃើញចឹងអស់សណោយសោយហោះហើយស៊ូអេហ្នឹងក៏ជួយទៅសេរីសារងសក់ពាក់ហ្នឹងឲ្យចឹងកុំឲ្យបាំងមុខចិត្តពេកមើលអត់ឃើញចឹងដូវ៉ាហ្នឹងក៏សួរថាមិនដែរមើលមកខ្ញុំហ្នឹងចម្លែកអត់ព្រោះមិញហ្នឹងពីរនាក់ហ្នឹងដូចមើលទៅដូចភ្ញាក់ផ្អើលខ្លាំងតែស៊ូអេក៏និយាយទាំងសោចថាអត់ទេយើងមើលទៅស្អាតមែនតែនដូវ៉ានេះដឹងភ្លាមថាស៊ូអេហ្នឹងកំពុងតែសោចចំអកខ្លួនហ្នឹងចឹងហើយដូវ៉ាហ្នឹងក៏ទៅទាញសក់ឆេះមួយទៀតយកមកឲ្យស៊ូអេពាក់ដែរតែគាត់និយាយថាដោយសារស៊ូអេនិយាយថាមើលមកស្អាតតែអញ្ចឹងពាក់មួយដែរឲ្យមើលទៅឃើញស្អាតដូចគ្នាណានិយាយថាពីរអ្នកគេហ្នឹងគឺថាត្រូវគ្នាចំញាក់ហើយគេពាក់សក់ឲ្យគេថតរូបលេងអីពេញហ្នឹងសំខាន់ណាស់ថតរូបហ្នឹងបន្លំហ្នឹងណាគេកកូនស្រីគេទៀតគាត់ជួយម៉ែអាប៉ាក់ហ្នឹងហើយអរគុណខ្លាំងមែនតើសម្រាប់អ្នកដែល support ខ្ញុំនៅវីដេអូមុនសម្រាប់អ្នកដែលចង់ support ខ្ញុំគឺអាច support ខ្ញុំតាមរយៈ QR នឹងបានហើយអរគុណមែនតើសម្រាប់អ្នកដែល comment ពាក្យល្អៗដូចគ្នាអរគុណបាយបាយជួបគ្នានៅវីដេអូក្រោយ